នេះជារូបភាព highlight របស់ក្រុមបាល់ទាត់ Bangkit FC ជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅសប្តាហ៍ទី14នៃដំណាក់កាលទី1 Cambodian Premier League រដូវកាល2025-2021 មុនការប្រកួតមកដល់គឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងឈរនៅលំដាប់លេខ1នៅកំពូលតារាងចំណែកឯក្រុម Bangkit ឈរនៅលំដាប់លេខ4ការប្រកួតដែលមានមនុស្សចូលមើល 25,000 នាក់បាទគឺប្រកបទៅដោយភាពរីករាយការចងចាំអនុស្សាវរីយ៍ល្អៗដំបូងបំផុតគឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានឱកាសបញ្ជូនបាល់ទៅប៉ុន្តែពេលប្រើតែមិនបានក្រោយមកទៀតនៅក្នុងនាទីទី4ក្រុមបាល់ទាត់បឹងកេតមានឱកាសវិញម្ដងក៏ប៉ុន្តែក៏ត្រូវជួយសង្គ្រោះបានដែរដោយអ្នកចាំទីបាទនៅនាទីទី43មានការប៉ះគ្នាត្រង់នេះមួយដែលធ្វើឲ្យ Series Duel បាល់ free kick មួយជើងនេះក៏ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទីវីរៈតារាពីការទាត់របស់ Kelly ខ្សែការពារកណ្ដាលរបស់ក្រុមបឹងកេតបាទ43នាទីថែមម៉ោងក៏នៅតែស្មើគ្នា0-0នៅក្នុងវគ្គទី1វគ្គទី2ក៏បន្តដំណើរដោយការប្រកួតរបស់ក្រុមទាំងពីរក្រោមសម្លេងហូមនុស្សរាប់ម៉ឺននាក់តុក្កតារាប់ម៉ឺនតុក្កតាបានដង្ហែព័ទ្ធជុំវិញនៅទីលានបាល់ទាត់ចាក់មកត្រង់នេះតែបន្ថែមដោយ Scott ក៏ប៉ុន្តែ Scott បានតែងាកទៅបាល់ក៏ហើរផុតរបាទីទៅវិញ Scott ដែលជាអ្នកផ្ដល់នៅយោបល់ក្នុងការយកតុក្កតាមកទស្សនាបាល់ទាត់នៅពេលនេះ Serious Demi ត្រង់នេះកញ្ឈប់កញ្ឆែងបែរជាការឃ្លារបស់ហាមូទីត្រូវនឹងជើងរបស់សឿយវិសាលឲ្យក្រុមបាល់ទាត់បឹងកេតនាំមុខបាទសឿយវិសាលព្យាយាមដកជើងរបស់ខ្លួនហើយប៉ុន្តែលើកមិនផុតទីបំផុតការឃ្លារបស់ហាមូទីបែរជាធ្វើឲ្យចូលទីខ្លួនឯងដោយសឿយវិសាលការគោរពរបស់កីឡាករទាំងអស់គ្នាប៉ុន្តែ1នាទីក្រោយមកក៏បានស្មើវិញមិនដល់2នាទីស្រួលបួលផងក៏បានស្មើវិញពីការតែរបស់សុផលឌីម៉ងបាល់ហើរចេញពីជ្រុងដោយ Patrick Robson សុផលឌីម៉ងមិនទាំងកម្រើកខ្លួនផងបាល់ធ្លាក់មកដល់ក្បាលរបស់ខ្លួនហើយគៀបបញ្ចូលទីទៅនាទីទី75ការសម្រុក1-2មកហើយទាត់បន្ថែមនេះត្រូវបានប៉ះនឹងរបាទីវិសតែនឹងមានគ្រាប់នាំមុខជាថ្មីតែត្រង់នេះគឺបាត់នរុនបង្ហើរបាល់មកបាទគឺជា Wesley ទទួលបាល់បានល្អមែនទែនក្រោយពេលដែលកីឡាករ Cyrus Demi បាទកូនលោតទៅក៏ផុតមកដល់ Wesley ល្មមនៅនាទី80ធ្វើឲ្យក្រុមបាល់ទាត់បឹងកេតនាំមុខព្រះខ័នរាជសារជាថ្មី2-1បាទហើយព្យាយាមសម្រុកបន្តបន្ទាប់នៅចំណុចត្រង់នេះគឺជួយសង្គ្រោះបានដោយវីរៈតារាពីការព្យាយាមបាទបែនបាទរបស់កីឡាករក្រុមបឹងកេតបាទគឺវ៉ាងដាវីនបាទនាទី98អាញាកណ្ដាលក៏ផ្លុំកញ្ចែបបញ្ចប់ដោយ3ពិន្ទុបានទៅលើម្ចាស់ផ្ទះបឹងកេត FC បាទជាមួយនឹងលទ្ធផលផ្លូវការគឺបឹងកេត FC 2ព្រះខ័នរាជស្វាយរៀង1